ស្ដីដល់គ្នាចឹងថ្ងៃនេះគឺខ្ញុំនឹងបង្ហាញដល់គ្នាទាក់ទងជាមួយនឹងការប្រើប្រាស់ Photo Room បាទនេះចឹងនេះគ្នាអាចធ្វើការ download នៅក្នុង App Store ក៏បាន Play Store ក៏បានដែរបាទយើងចុចលើនឹងមកណានេះជាឧទាហរណ៍របស់ខ្ញុំបានខាត់ហើយយើងចូលមកគឺនៅឃើញផ្នែកខាងលើនេះមានបារជាច្រើនបាទហើយនៅខាងក្រោមគឺមាន template អីច្រើនអញ្ចឹងយើងចុចទៅលើ template មួយណាមកយើងឃើញបែបនេះអញ្ចឹងយើងអាចធ្វើការចូលទៅក្នុងយក background យកពណ៌យកអីអញ្ចឹងយើង edit ពណ៌ទៅតាមហ្នឹងមកអញ្ចឹងអ្នកឃើញហើយឃើញពណ៌វាច្រើនអញ្ចឹងយើងអាចជ្រើសរើសតាមចំណង់ចំណូលចិត្តរបស់យើងបានចង់ដាក់ពណ៌លឿងពណ៌ screen អីអញ្ចឹងណាអ្នកអាចមើលវីដេអូហ្នឹងអ្នកដឹងពីរបៀបការប្រើហើយបាទងាយស្រួលទេបាទអញ្ចឹងអ្នកគ្នាអាចធ្វើការនៅ edit ពណ៌ edit អីបានមកស្អាតនៅក្នុងកម្មវិធីហ្នឹងបាទអ្នកគ្នាមើលទៅឃើញ template ច្រើនដែលយើងអាចយកមកប្រើប្រាស់បានហើយយើងអាចធ្វើការប្រើប្រាស់បាននៅក្នុងហ្នឹងគឺអត់មានគឺខ្ញុំអត់ប្រើប្រាស់នេះទេCAD Pro ទេប្រើប្រាស់ធម្មតាក៏បានដែរបើសិនតែអ្នកគ្នាចង់បាន CAD Pro អាចចូល CAD Pro បានតែយើងត្រូវការបង់លុយតាមនោះដែរណាតាមខែអីហ្នឹងទៅចឹងផ្នែកខាងលើគឺមានបានមាន listing មាន social អីជាច្រើនបាទនេះគឺឧទាហរណ៍ដែលខ្ញុំបានធ្វើហើយយើងចូលមកកន្លែង Pro នេះកន្លែង replace នេះអ្នកគ្នាអាចធ្វើការដូររូបដូរអីបានបាទដូររូបដាក់រូបរបស់យើងក៏បានដែរហើយនេះគឺ layer គឺយើងអាចចូល layer ហ្នឹងដូរក៏បានដែរបាទយើងចុចលើហ្នឹងទៅហើយយើងដូរយើងអាចមើលតើយើងចង់ដាក់មួយណានៅរូបរបស់យើងក៏មានដែរយើងអាចយករូបរបស់យើងមកបាទយើងថត product របស់យើងសិនមកបាទយើងថត product ហើយយើងអាចដាក់ចូលទៅក្នុងនោះបាទនេះមាន icon ច្រើនអ្នកឃើញហើយយើងអាចប្រើតេតងជាមួយ generate AI ក៏បានដែរបាទប្រើយើងប្រើ AI ទៅយើងសរសេរ script វាមកហើយយើងដាក់វាចូលទៅបាទដូចជាកន្លែងនេះអញ្ចឹងយើងអត់សរសេរ script ទេប៉ុន្តែគឺវាជា element របស់គេមកស្រាប់ដែរគឺមានគាត់យកមកសាកប្រើពេលដាក់ទៅគឺតបតែងទៅគឺមួយយ៉ាងដែរយើងធ្វើឲ្យលម្អិតល្អន់តិចទៅពីព្រោះនេះខ្ញុំគ្រាន់តែជាការបង្ហាញទេហើយនេះគ្នាធ្វើការ download យើងចុចមកផ្នែកខាង